กำหนดเหตุកិច្ចប្រជុំរបស់ធនាគារកណ្ដាលអាមេរិកបានបង្ហាញថាសមាជិកធនាគារកណ្ដាលអាមេរិកជាច្រើនកាន់តែបើកចំហចំពោះការដំឡើងអត្រាការប្រាក់យោងទៅតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters បានបង្ហាញថាការព្រួយបារម្ភរបស់មន្ត្រីធនាគារកណ្ដាលអាមេរិកអំពីអតិផរណាដែលអាចត្រូវបានជំរុញដោយសង្គ្រាមអ៊ីរ៉ង់បានកើនឡើងខ្លាំងកាលពីខែមុនដោយមានមន្ត្រីកាន់តែច្រើនបង្ហាញថាពួកគេអាចនឹងត្រូវដំឡើងអត្រាការប្រាក់ប្រសិនបើអតិផរណានៅតែខ្ពស់នេះបង្ហាញថាប្រធានថ្មីរបស់ Fed គឺលោក Kevin Warsh នឹងត្រូវដឹកនាំក្រុមមន្ត្រីដែលមានទស្សនៈតឹងរ៉ឹងចំពោះគោលនយោបាយហិរញ្ញវត្ថុកាន់តែច្រើនឡើងនៅក្នុងកិច្ចប្រជុំថ្ងៃទី28និង29ខែមេសាមន្ត្រីភាគច្រើននៃធនាគារកណ្ដាលមានមតិថាការរឹតបន្តឹងគោលនយោបាយឬការដំឡើងអត្រាការប្រាក់អាចក្លាយជាការចាំបាច់ប្រសិនបើអតិផរណានៅតែខ្ពស់លើសគោលដៅ 2% របស់ Federal Reserve នេះបើយោងតាមកំណត់ហេតុកិច្ចប្រជុំដែលត្រូវបានចេញផ្សាយកាលពីថ្ងៃពុធកំណត់ហេតុក៏បានបញ្ជាក់ផងដែរថាមន្ត្រីជាច្រើនចង់ដកពាក្យនៅក្នុងសេចក្តីថ្លែងការណ៍ក្រោយកិច្ចប្រជុំដែលបង្ហាញថា Fed នៅតែមានទិសដៅកាត់បន្ថយអត្រាការប្រាក់មន្ត្រី Fed ជាទូទៅយល់ថាពួកគេប្រហែលត្រូវរក្សាអត្រាការប្រាក់ឲ្យខ្ពស់យូរជាងការរំពឹងទុកពីមុនមន្ត្រីភាគច្រើនក៏បានបញ្ជាក់ថាហានិភ័យដែលអតិផរណានឹងចំណាយពេលយូរជាងមុនដើម្បីត្រឡប់ទៅគោលដៅ 2% បានកើនឡើងខណៈទីផ្សារការងារនៅតែមានស្ថិរភាពទោះបីមានមន្ត្រីខ្លះគិតថាការកាត់បន្ថយអត្រាការប្រាក់អាចសមស្របនៅពេលអតិផរណាធ្លាក់ចុះក៏ដោយក៏ចំនួននោះនៅតិចជាងការប្រជុំនៅខែមីនាអ្នកសេដ្ឋកិច្ច Ryan Swift ពី Oxford Economics បាននិយាយថាទោះបីមានប្រធានថ្មីនៅក្នុងកិច្ចប្រជុំខែមិថុនាក៏ដោយការបង្កើតឯកភាពដើម្បីផ្លាស់ប្ដូរអត្រាការប្រាក់មិនថាកាត់បន្ថយឬដំឡើងនឹងក្លាយជារឿងពិបាកក្នុងពេលឆាប់ៗនេះកំណត់ហេតុបានបង្ហាញថាកិច្ចប្រជុំខែមេសាដែលជាកិច្ចប្រជុំចុងក្រោយក្រោមការដឹកនាំរបស់លោក Jerome Powell គឺជាលើកទី2ជាប់គ្នាដែលមានមន្ត្រីកាន់តែច្រើនគិតថាការដំឡើងអត្រាការប្រាក់អាចសមស្របប្រសិនបើអតិផរណានៅតែខ្ពស់ Federal Reserve បានរក្សាអត្រាការប្រាក់នៅចន្លោះ 3.50% ទៅ 3.75% ក្នុងកិច្ចប្រជុំនោះប៉ុន្តែមានមន្ត្រីចំនួន4រូបបានបោះឆ្នោតប្រឆាំងដែលជាចំនួនច្រើនបំផុតចាប់តាំងពីឆ្នាំ1992ក្នុងចំណោមអ្នកប្រឆាំងមានមន្ត្រីម្នាក់គាំទ្រការកាត់បន្ថយអត្រាការប្រាក់ខណៈមន្ត្រី3រូបផ្សេងទៀតចង់ឲ្យ Fed ដកភាសាដែលបង្ហាញពីលទ្ធភាពកាត់បន្ថយអត្រាការប្រាក់នាពេលអនាគតមន្ត្រីទាំងនោះបានលើកឡើងថាអតិផរណានៅតែខ្ពស់លើសគោលដៅ 2% ហើយអាចកើនបន្ថែមទៀតដោយសារសង្គ្រាមអ៊ីរ៉ង់បានធ្វើឲ្យតម្លៃប្រេងកើនជាង 50% ទិន្នន័យអតិផរណាចុងក្រោយក៏បានបង្ហាញថាសម្ពាធតម្លៃកំពុងរីករាលដាលលើសវិស័យថាមពលផងដែរលោក Kevin Warsh នឹងដឹកនាំកិច្ចប្រជុំ Fed លើកដំបូងរបស់គាត់នៅថ្ងៃទី16-17ខែមិថុនាហើយទីផ្សារមិនរំពឹងថា Fedនឹងកាត់បន្ថយអត្រាការប្រាក់ឡើយជាមួយគ្នានេះការស្ទង់មតិរបស់ Reuters បានបង្ហាញថាអ្នកសេដ្ឋកិច្ចជាច្រើនបានបោះបង់ការរំពឹងទុកពីការកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះបច្ចុប្បន្នមានតិចជាង 50% ប៉ុណ្ណោះដែលរំពឹងថាធនាគារកណ្ដាលអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់មុនចុងឆ្នាំខណៈប្រហែលពាក់កណ្ដាលរំពឹងថាអត្រាការប្រាក់នឹងនៅដដែលហើយអ្នកខ្លះថែមទាំងរំពឹងថាអាចមានការដំឡើងអត្រាការប្រាក់ផងដែរជាសង្ខេបរបាយការណ៍នេះគឺជាផលវិជ្ជមានទៅលើប្រាក់ដុល្លារអាមេរិកឲ្យមានសញ្ញាឡើងថ្លៃបន្តទៀតនិងជាសម្ពាធដាក់លើតម្លៃមាសមិនឲ្យងើបខ្លាំងនោះទេបើកអ្នកនេះទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបន្តបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ